Ba chấm riết xua baนี่คือដំណាំម្រះថ្ងៃនេះមកយកកាត់ស្លឹកចាស់ចាស់ទៀងចាស់ចាស់ចេញហើយស្រឡះខាងក្រោមតែម្រះនេះគឺប្រមូលផលជាច្រើនសារដែរតែនៅតែផ្លែច្រើនបាទគឺវាឡើងទ្រើងបានច្រើនមែនតើបាទម្រះធម្មជាតិបងបាទផ្លែល្អណាស់បាទបាទនេះដាំបាទផ្លែច្រើនមែនតើបាទថ្ងៃពីរទៀតនឹងប្រមូលផលបាទមកទឹកប្រមូលផល2ដងបាទណាអានេះផ្លែច្រើនណាស់បាទបាទធ្វើជើងបានមួយជួរនៅពីរជួរទៀតដល់តន់បានធ្វើបាទខ្សែយើងកាត់ស្លឹកចាស់ចាស់ធាងចាស់ចាស់ចេញបាទដើម្បីឲ្យផ្លែកាន់បានច្រើនបាទហើយយើងទុកគឺវាស្រូបយកសារធាតុចិញ្ចឹមឬក៏ជីនឹងអស់បាទអញ្ចឹងវាអត់មានអីទៅចិញ្ចឹមផ្លែទេអញ្ចឹងអាចនឹងធ្វើឲ្យផ្លែយើងវាផ្លែអត់បានល្អអញ្ចឹងយើងត្រូវកាត់ស្លឹកចាស់ចាស់ចេញបាទយើងកាត់ចេញវាបង្ការពពួកសត្វល្អិតមួយចំនួនដែរបាទដែលវានៅតោងតាមស្លឹកក្រៀមហ្នឹងវាធ្វើឲ្យដំណាំយើងនឹងមិនល្អបាទនេះផ្លែធំមែនតើបាទនេះដូចយើងទើបតែប្រមូលផលវាម្សិលមិញទេតែឥឡូវថ្ងៃនេះគឺមាននៅផ្លែច្រើនធំផ្លែនៅច្រើនមែនតើបាទនេះស្លឹកដែលយើងអត់តន់កាត់ចម្រុះស្លឹកឬក៏ធាងដែលលាស់នៅខាងក្រោមហ្នឹងគឺនៅសុបទ្រុបបែបនេះបាទគឺមើលទៅគឺវាអត់សូវស្រឡះទេអញ្ចឹងវាជាចម្រោកសត្វល្អិតមួយចំនួនផងដែរបើយើងកាត់ឲ្យស្រឡះទៅក៏វាអត់សូវមានជាចម្រោកសម្រាប់សត្វល្អិតបាទអញ្ចឹងឥឡូវម្រះយើងវាបោះដៃវានៅលើទ្រើងខាងលើហើយអញ្ចឹងផ្លែនៅលើទ្រើងខាងលើវិញបាទពីដែលយើងប្រមូលផល2 3សាដំបូងនោះគឺផ្លែនៅខាងក្រោមនឹងច្រើនណាបងប្អូនបាទផ្លែស្កេស្កាស់តែម្ដងបាទជួរខាងនេះជួរខាងនេះបាទនេះផ្លែបងប្អូនក្តឹបមកបន្តទៀតបាទច្រើនមែនតើបាទយើងធ្វើដីនេះគឺយើងដាក់ជីតែដំបូងទេគឺយើងប្រើប្រភេទជីលិមុខមាន់បាទជីលិមុខមាន់គឺយើងធ្វើដីយើងដាំតែម្ដងបាទនេះការវគ្គដំបូងគឺផ្លែនៅខាងក្រោមបែបហ្នឹងបាទគឺផ្លែច្រើនមែនតើតែយើងប្រមូលតទៅយើងកាត់អាធាងក្រោមចេញទៅវាទៅផ្លែឡើងទៅនៅលើវិញបាទខាងក្រោមគឺអស់អីបាទនេះផ្លែនៅឡើងគឺមកកញ្ចុំនឹងតែម្ដងបាទមកកញ្ញប់នេះជាផ្លែច្រើនបាទតាំងពីដាំមកគឺអត់មានបានថែមជីទៀតទេតែម្រះយើងស្លឹកនៅពណ៌បៃតងច្រើនបាទហើយផ្លែក៏ច្រើនដែរបាទគឺយើងរៀបចំដីតែពីដំបូងហើយយើងដាក់ដាំតែម្ដងបាទ
នឹងថែទាំស្លឹកធៀងនឹងចាស់នឹងយើងកាត់ចេញចោលខ្លះបាទដើម្បីកុំឲ្យវាបឺតជីទៅអស់ច្រើនពេកអញ្ចឹងផ្លែក្តឹបណាដែលมันល្អมันសូវជាឲ្យផលហ្នឹងក៏យើងកាត់វាចោលដែរបាទយើងទុកវាអាចនឹងបឺតជីទៅអស់ច្រើនបាទជាយើងទុកតែផ្លែណាល្អទេបាទផ្លែទូដែលកវិចកវៀនហ្នឹងគឺយើងកាត់ចេញបាទយើងទុកផ្លែណាដែលជាតម្រូវការបានគឺផ្លែនៅច្រើនមែនតើបងប្អូនបាទថ្ងៃហ្នឹងគឺយើងនឹងធ្វើការកាត់ស្លឹកឲ្យស្លាស់ដូចជួរនេះបាទដូចជួរនៅកណ្ដាលនេះបាទកាត់ទៅដើម្បីឲ្យផ្លែវាកាន់តែច្រើនវិញបាទឥឡូវផ្លែធំអីបាទទើបតែប្រមូលផលសើមិញឬផ្លែមកធំទៀតឯបាទផ្លែគឺធំធាត់លឿនមែនតើបាទនេះការដាំរបស់យើងបាទយើងប្រើជីលិមុខមាន់បាទជីដែលយើងក្រាលជាមួយកាមហ្នឹងបាទជីអាចមាន់របស់យើងហ្នឹងដែលយើងចិញ្ចឹមមាន់យើងប្រើកាមដាក់នៅក្នុងទ្រុងបាទដល់ពេលយើងសម្អាតយើងដូងកាមហ្នឹងយើងប្រមូលវាមកទុកធ្វើជាជីដាំដំណាំវិញបាទចឹងគឺយើងយកមកដាំដំណាំគឺបានផលល្អមែនតើបាទចឹងកាយដែលយើងយកមកដាក់ដំបូងហ្នឹងគឺជីនឹងវាអាចធ្វើឲ្យដីយើងឡើងក្តៅបាទចឹងយើងយកមកបរិយាយនៅលើថ្នាលរបស់យើងនឹងទុកមួយរយៈសិនបាទដើម្បីឲ្យលិមុខមាន់នឹងវាបាត់នៅចំហាយហ្គាសរបស់វាជាហ្គាសបាទអញ្ចឹងយើងដាំដំណាំទៅវាល្អបើតែយើងយកមកដាក់ថ្មីភ្លាមហ្នឹងគឺវាធ្វើឲ្យដីនឹងក្តៅបាទធ្វើឲ្យដំណាំយើងដាំទៅឲ្យលួយបាទអញ្ចឹងពីខ្ញុំបាទសូមចែករំលែកតែប៉ុណ្ណឹងបាទសូមអរគុណពុកម៉ែបងប្អូនដែលតាមដានទស្សនាបាទអរគុណជម្រាបលា